បាទសូមគោរពបាទជំរាបសួរបាទពុកម៉ែបងប្អូនបាទដែលទស្សនាเพจបាទ SK កសិកម្មជនបទខ្ញុំបាទទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីបទពិសោធន៍របស់ខ្ញុំមួយដែលតកតងជាមួយនឹងការឲ្យចំណីឲ្យថ្នាំបាទថ្នាំសម្រាប់កូនបានតិចតួចទេបងប្អូនសម្រាប់កូនបានតិចតួចដែលខ្ញុំបាននិយាយពីវីដេអូមុនថាការពារពីពួកเขาថាពេលវាស៊ីចំណីទៅវាអត់ថាអត់ទៅគួងពីងាប់អញ្ចឹងយើងអាចប្រើថ្នាំងាយៗដើម្បីការពារពួកវាបានអាហ្នឹងលក្ខណៈថាយើងអាចបានគង់ 80% ដែរអញ្ចឹងអត្រាដែលងាប់គឺទាបបំផុតអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនអាចសាកធ្វើតាមខ្ញុំបាននេះធុងទឹកអញ្ចឹងនេះធុងទឹកអញ្ចឹងនេះបងប្អូនអត់បាក់ទេបងប្អូនច្រើនតែប្រើថ្នាំពីរប្រមុខទេបងប្អូនទី1គឺប៉ារ៉ានេះប៉ារ៉ាបងប្អូននេះប៉ារ៉ាសេតាមុលបាទប៉ារ៉ាហ្នឹងយើងដាក់ក្នុងទឹកនេះបងប្អូនដាក់តែមួយគ្រាប់ទៅហើយមួយមុខទៀតគឺអាម៉ុកថ្នាំពេទ្យទេបងប្អូននេះអាម៉ុកយើងហ្នឹងបងប្អូនអាចរកទិញបាននៅតាមហ្វាម៉ាស៊ីកន្លែងលក់ថ្នាំពេទ្យហ្នឹងយើងទិញបានហ្នឹងបងប្អូនមានអញ្ចឹងបងប្អូនអត់បាក់ទេធ្វើដូចវីដេអូមុនអញ្ចឹងបងប្អូនយកនេះដាក់ទៀតនេះបងប្អូនចាដាក់កាន់នេះម្នាក់ឯងនេះបងប្អូននេះថ្នាំនេះបកមកអានេះមកយកឲ្យដាក់ឃើញនេះចំណៃហ្នឹងដៃយើងមកជៀបជើងមកឲ្យដាក់ឃើញនេះចឹងមកបកវាមករយបងប្អូនរយតាមជុំវិលទឹកចឹងទៅបងប្អូនរយចឹងមកឲ្យវាជុំវិលចឹងទៅបាទដាក់ចឹងទៅរយវាអាហ្នឹងយើងអាចថា 3-4 ថ្ងៃយើងដាក់អញ្ចឹងម្ដងចឹងបងប្អូន 3-4 ថ្ងៃចាំដាក់ម្ដងមិនដាក់ជាប្រចាំរងថ្ងៃយើងដាក់អញ្ចឹងហើយ 3-4 ថ្ងៃក្រោយយើងចង់ដាក់ទៀតក៏ដាក់ទៅនេះប៉ារ៉ាយើងកាច់ជា2ទៅដាក់ខាងនេះមួយចំណិតដាក់ខាងនេះមួយចំណិតទៅហើយចប់ហើយបងប្អូនប៉ុណ្្នឹងឯងអាហ្នឹងគឺអាចអាហ្នឹងគឺជាបទពិសោធន៍របស់ខ្ញុំអញ្ចឹងទៅបីមកខ្ញុំស៊ីចំណីឬក៏វាញាស់មកក៏វាអត់ងាប់ដែរបងប្អូនអត្រាងាប់តិចមែនតើអវៈនេះបើអវៈនេះដូចជាងាប់អស់តែ2ហ្នឹងដោយសារមេវាជឿនផងអន់មេវាជឿនផងអញ្ចឹងបងប្អូនមានតែប៉ុណ្្នឹងបងប្អូនអាហ្នឹងអាចជួយការពារកូនមន់អត់ងាយងាប់វាការពារបានជំងឺអាចជាប់គូទេបងប្អូនជាប់គូវាអាចការពារបានដែរហើយមួយទៀតដើម្បីជៀសវាងកុំឲ្យមានបញ្ហាហ្នឹងបងប្អូនកុំឲ្យចុងកកូនមន់អាចខាតកុំឲ្យស៊ីចុងកសោះកុំនៅទុយអញ្ចឹងបងប្អូនទៅដាក់ចុងកវាស៊ីវាក្តៀនអញ្ចឹងវាអាចនឹងបញ្ហាងាប់ច្រើនបងប្អូនកុំដាក់ចុងកល្អជាងអាចធ្វើតាមខ្ញុំបាននេះគឺខ្ញុំដាក់ចំណីនេះគឺចំណីរបស់កូនជ្រូកបងប្អូនមិនមែនចំណីកូនមន់ទេចំណីកូនជ្រូកហើយកូនជ្រូកនេះខ្ញុំយកមកខ្ញុំវាយបបែកតូចទៅហើយចាក់ក្នុងហ្នឹងទៅអាចកូនមន់ស៊ីបានចឹងបងប្អូនអញ្ចឹងអត្រារស់គឺវាច្រើនបងប្អូនសឹងថា 80% ជាងហ្នឹងងាប់តិចយើងនិយាយចឹងចុះតាមធម្មតាវាសឹងថា 90% អីហ្នឹងតែយើងនិយាយលក្ខណៈធម្មតាទៅត្រឹមថា 80% ចុះពួកពេលខ្លះយើងមើលថាដល់វាអាចងាប់ដែរអញ្ចឹងអានេះប៉ុណ្ណឹងកូនមន់វាអត់ទៅបាក់ហ្មងប៉ុណ្ណឹងឯងខ្ញុំអានេះគឺលទ្ធផលរបស់ខ្ញុំធ្វើបានអញ្ចឹងទាំងអស់ហើយមន់គឺរស់ទាំងអស់កូនមន់តិចតួចអីនេះអានោះក្នុងត្រង់ទៀតត្រង់នោះគឺធំឲ្យខ្ញុំបបែកវាឲ្យវារៀនស៊ីចំណីអញ្ចឹងបបែកវាអស់ហើយហ្នឹងអញ្ចឹងបងប្អូនមានតែប៉ុណ្្នឹងវីដេអូហ្នឹងចង់យកមកចែកម្លែកបងប្អូនបើសិនជាបងប្អូនអាចថាជាគំនិតល្អបងប្អូនអាចយកទុកទៅតែបើអត់ទេក៏បងប្អូនអាចមើលម្លងក៏បានអត់អីទេហ្នឹងអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានបាទអរគុណ